លុះដល់ល្ងាចឡើងកូនកូនទាំង3នាក់មិនឃើញឪពុកចុះមកពីសាបាយដូចសពដងក៏នាំគ្នាចូលទៅក្នុងបន្ទប់គាត់ដើម្បីមើលឪពុកស្រាប់តែម្នាក់នាំគ្នាភ្ញាក់ផ្អើលព្រោះឃើញឪពុកពួកគេដេកស្លាប់បាត់ទៅហើយពុកបងប្រុសមិនក៏លោកពុកទៅចាក់ខ្លួនខ្លាំងម្ល៉េះមកតែដូចជាមិនស្រួលទេបងហាប្អូនស្រីពុកពួកយើងស្លាប់ហើយថាម៉េចមិនក៏នៅសុកពុកស្លាប់អញ្ចឹងទេមិនពិតទេពុកដឹងខ្លួនឡើងមកពុកហេតុអីក៏ពុកទៅចោលកូនបែបនេះពុកហេតុអីក៏ពុកមិនលាកូនមកម៉ាត់បែបនេះពុកព្រឹកមិញពុកនៅញញឹមស្រហើយផ្ដាំកូនឲ្យមកជួបពេលល្ងាចចុះហេតុអីក៏ពុកទៅមិនឲ្យកូនដឹងសោះអញ្ចឹងពុកអើយប្អូនស្រីប៉ែវីពេលនេះពុកទៅបានសុខហើយយើងត្រូវតាំងស្មារតីហើយរៀបចំពិធីបុណ្យសពឲ្យពុកឲ្យបានល្អទៅតាមប្រពៃណីឥឡូវប្អូនទាំងពីរនៅរៀបចំផ្ទះចុះទុកឲ្យបងទៅចាត់ចែងឬរៀបចំនៅខាងក្រៅបាទបងប្រុសក្រោយពីនាយតម្រួតសួនជាឪពុកបានស្លាប់បាត់ទៅព្រះអង្គម្ចាស់ទាំងពីរនិងព្រះនាងប៉ារីសាទបាននាំគ្នារៀបចំពិធីបុណ្យសពឲ្យលោកឪពុកយ៉ាងអធិកអធមទៅតាមប្រពៃណីលុះរៀបចំពិធីបុណ្យសពឪពុករួចព្រះនាងប៉ារីសាទនៅតែមិនដាច់អាល័យពីឪពុកហើយចង់ដឹងអាចកំបាំងដែលលោកឪពុកចង់និយាយប្រាប់នោះណាស់ទើបធ្វើឲ្យព្រះនាងឧស្សាហ៍មកអង្គុយលេងចិត្តភ្នោឪពុកម្ដាយដើម្បីរំសាយកង្វល់សូមគោរពអ្នកនាងដ៏មានកិត្តិយសខ្ញុំជាអ្នកធ្វើដំណើរមកពីឆ្ងាយហើយជាអ្នកប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួនពេលនេះដល់ពេលដែលខ្ញុំត្រូវថ្វាយបង្គំព្រះហើយតើអ្នកនាងអនុញ្ញាតឲ្យខ្ញុំចូលថ្វាយបង្គំព្រះនៅក្នុងផ្ទះអ្នកនាងបានទេចាជំរាបសួរលោកយាយបាទលោកយាយជាអ្នកប្រតិបត្តិធម៌ខ្លាំងក្លាបែបនេះខ្ញុំមិនជំទាស់ទេសូមលោកយាយអញ្ជើញចូលមកថ្វាយបង្គំព្រះចុះហើយសូមឧទ្ទិសកុសលដល់ពុកនិងម្ដាយរបស់ខ្ញុំផងព្រោះឪពុកខ្ញុំតែធ្វើមរណកាលទៅថ្មីនេះទេមិនអីទេខ្ញុំរីករាយណាស់ដែលបានបំពេញបុណ្យឲ្យអ្នកនាងអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលទៅថ្វាយបង្គំព្រះហើយចាសូមចេញលោកយាយព្រះអង្គអាចស្វែងយល់យ៉ាងណាដែរបាននាយតម្រួតសួននិងប្រពន្ធរបស់គាត់ស្លាប់បាត់អស់ទៅហើយតើបានអ្នកណាជាអ្នកទំលាយអាចកំបាំងឲ្យព្រះអង្គម្ចាស់ក៏រសាដឹងថាព្រះរាជបុត្រីទាំង3ព្រះអង្គរបស់ព្រះអង្គនៅមានជីវិតនោះហើយតើព្រះនាងសុលតានអាចស្វែងរកយុត្តិធម៌បានដែរទេរឿងនេះយើងមិនអាចស្មានបានទេតម្រុយអីក៏គ្មានបន្តិចតើរកយុត្តិធម៌ឯណាបានឲ្យព្រះនាងសុលតានទៅមិនហើយនាងឆាំនិយាយតទៀតមកយើងកំពុងតែចង់ដឹងណាតើវាសនារបស់ព្រះអង្គម្ចាស់ប៉ាម៉ាននិងប៉ែវីព្រមទាំងព្រះនាងប៉ារីសាទទៅជាយ៉ាងណាទៅទើបអាចឲ្យព្រះអង្គកូរសាទទួលស្គាល់ជាព្រះរាជបុត្របានរឿងនេះបន្តទៅមុខនៅវិញឆ្ងាយទៀតណាស់តែខ្ញុំម្ចាស់នឹងនិទានរឿងនេះឲ្យចប់នៅថ្ងៃនេះចំណែកព្រះនាងវិញតើយល់យ៉ាងណាដែរអំពីរឿងនេះជាពិសេសកំណត់ដល់លាមករបស់បងស្រីទាំងពីររបស់ព្រះនាងសុលតាននោះយើងគ្មានយល់យ៉ាងម៉េចទេព្រោះនេះជារឿងនាងនិទាននាងចង់និយាយបែបម៉េចក៏បានដែរព្រះនាងមានសវណ្ណ័យនេះខុសហើយព្រឹកនេះព្រះនាងនឹងបានដឹងច្បាស់ថារឿងរាជប្រវត្តិម្ចាស់ស្ត្រីប៉ារីសាទជារឿងពិតឬរឿងប្រឌិតនោះដូច្នេះសូមព្រះនាងទ្រង់ព្រះសម្ដាប់បន្តទៀតទៅព្រះអង្គម្ចាស់និងព្រះនាងជាទីគោរពនៅពេលដែលស្ត្រីចំណាស់ម្នាក់នោះបានមកថ្វាយបង្គំព្រះរួចព្រះនាងប៉ារីសាទបានទទួលរាក់ទាក់គាត់ចាំងកក់ក្ដៅលោកយាយអញ្ចឹងប្រសាទទឹកនិងនំនេះសិនទៅចាអរគុណអ្នកនាងដែលបានទទួលខ្ញុំយ៉ាងរាក់ទាក់កក់ក្ដៅបែបនេះលោកយាយតាមខ្ញុំមើលទៅលោកយាយជាមនុស្សមានការយល់ដឹងខ្ពង់ខ្ពស់ណាស់បើសិនខ្ញុំសុំយោបល់ពីលោកយាយបន្តិចបានទេចាបានអ្នកនាងចង់សួរអ្វីក៏សួរមកចុះខ្ញុំរងចាំឆ្លើយតបជានិច្ចលោកយាយក្នុងការបដិបត្តិធម៌តើយើងគួរធ្វើយ៉ាងម៉េចដើម្បីឲ្យបានសម្រេចក្នុងការបដិបត្តិនោះ
នេះជាលើកទី1ហើយដែលខ្ញុំបានជួបមនុស្សនៅក្មេងហើយមានការចាប់អារម្មណ៍ចំពោះការបដិបត្តិធម៌ដូចជាអ្នកនាងក្នុងការបដិបត្តិធម៌គឺយកការតាំងចិត្តនិងអារម្មណ៍ឲ្យមានមូលដ្ឋានតែមួយដូចគ្នាទើបធ្វើឲ្យការសមាធិនិងការបដិបត្តិធម៌នោះបានល្អប្រសើររឿងនេះបើអ្នកនាងហ្វឹកហាត់ឲ្យកាន់តែស្ទាត់ទៅអ្នកនាងនឹងបានយល់ឃើញហេតុនៅសេចក្តីពិតក្នុងការបដិបត្តិធម៌ជាមិនខានចាលោកយាយខ្ញុំពិតជាមានការចង់ដឹងចំពោះការបដិបត្តិធម៌នេះមែនខ្ញុំនឹងខំសិក្សាស្វែងយល់ពីរឿងនេះបន្ថែមទៀត ល្អណាស់ឲ្យតែអ្នកនាងយកចិត្តទុកដាក់ក្នុងការបដិបត្តិធម៌អ្នកនាងនឹងបានសម្រេចនៅរឿងជាច្រើនទៅតាមសេចក្តីប្រាថ្នាជាក់ជាមិនខានអរគុណលោកយាយដែលបានណែនាំចុះផ្ទះរបស់ខ្ញុំដែលរស់នៅសប្តាហ៍ថ្ងៃនេះតើលោកយាយយល់យ៉ាងណាដែរផ្ទះរបស់អ្នកនាងគួរឲ្យចង់រស់នៅណាស់មានការរៀបចំតុបតែងតាំងពីខាងក្រៅដល់ខាងក្នុងល្អឥតខ្ចោះទាំងព្រមហើយទីកន្លែងផ្ទះវិញក៏សាងសង់លើកន្លែងត្រជាក់ត្រជុំសុខដុមរមនាគ្មានអ្វីមករំខានទេប៉ុន្តែបើសិនជាផ្ទះរបស់អ្នកនាងមានរបស់ទិព្វ3យ៉ាងទៀត